ឥឡូវនេះវាដូចភាពអស្ចារ្យមួយដើម្បីបើកសៀវភៅនៅទីនេះនៅពេលមួយពួកគេបានដកហូតវត្ថុដ៏មានសំខាន់ពីយើងជាកន្លែងសិក្សាអតីតកាលសម័យប៉ុលពតហ្នឹងនៅឆ្នាំនៅថ្ងៃ17ខែមេសា75ហ្នឹងគឺប៉ុលពតហ្នឹងបានរំដោះប្រទេសកម្ពុជាចេញពីសម័យលន់ណល់ចឹងនៅថ្ងៃ17គឺរំដោះទូទាំងប្រទេសមកប៉ុលពតហើយខ្ញុំកាលនោះខ្ញុំអាយុ13ឆ្នាំប៉ុលពតដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជាប្រហែលឆ្នាំ1975បានបំផ្លាញចំណេះដឹងវប្បធម៌និងការអប់រំពីព្រោះពួកគេខ្លាចអ្នកមានចំណេះដឹងតវ៉ាប្រឆាំងនឹងពួកគេខ្ញុំបានបាត់បង់ឱកាសទៅសិក្សានៅពេលខ្ញុំនៅបឋមសិក្សានៅឯដែនដីខ្ញុំមិនស្គាល់ខ្ញុំត្រូវបានគេបញ្ជាឲ្យទៅធ្វើការនៅកន្លែងដាក់ស្រូវយើងតែងតែឃ្លានហើយមានកំហឹងនៅក្នុងចិត្តខ្ញុំតើអ្នកគិតថានឹងមានអ្វីកើតឡើងចំពោះកុមារទាំងនោះដែលមិនមានឱកាសអានពួកគេនឹងគ្មានជម្រើសក្រៅពីរស់នៅតែជាមួយអារម្មណ៍មួយផ្លេតនិងបណ្ដោះអាសន្នតែប៉ុណ្ណោះពួកគេនឹងមិនអាចគិតយ៉ាងជ្រាលជ្រៅអំពីរឿងនោះទេការមិនអានសៀវភៅគឺស្ទើរតែដូចគ្នានឹងធ្វើការដោយគ្មានភ្នែក
ឆ្នាំ1997ខ្ញុំបានចូលរួមការបណ្ដុះបណ្ដាលផ្នែកបណ្ណាល័យជាមួយអង្គការសន្តិខ្ញុំរំភើបខ្លាំងណាស់私来た時ポル・ポト時代からもう10年ちょっとは経ってたんですけどまだやっぱり先生が8割殺された国ですからその育成ができてなくて本当に学校ももうわらぶき屋根でそこで先生が一冊教科書持ってみんな子供たち書けみたいなこの教育はこれはどうしたものかと。まずここに来て、日本人とカンボジアスタッフが読み聞かせ絵本の読み聞かせしました。子どもたちがもう脇目も振らずにこう買ってるスタッフもずっと一生懸命見て学びたくても学べなかったその飢餓感っていうか喉の渇きみたいなんですかねそれは感じますよね。ក្រៅពីទូបានអាឡ័យមកអ្នកមានអារម្មណ៍ម៉េចនៅក្នុងសាលាធម្មតាហ្នឹងពេលនោះខ្ញុំមានអារម្មណ៍រំភើបខ្លាំងមែនទែនដោយសារអីដោយសារបណ្ណាល័យជាកន្លែងមួយដែលទុកនៅចំណេះដឹងហើយជាកន្លែងមួយសម្រាប់ឲ្យកូនសិស្សអានដែលពីមុនឡើងកន្លែងនេះអត់មានបណ្ណាល័យទេអញ្ចឹងពេលនោះតែបានបណ្ណាល័យហើយគឺខ្ញុំមានអារម្មណ៍បាយរីករាយមែនទែន1号ですね第1号93年ですね1号多分ね10月ぐらいですね1000冊見ましょうか絵本というのはいろんなものが入ってるんで、そこにその民族のいろんな風習とか入ってますから、もう特に文化はね自分が何者なのかっていうでそれを次の世代に、受け継いでいくってすごく大事だと思うし。បណ្ណាល័យមានជាងរយៈពេល20ឆ្នាំជា20ឆ្នាំហើយឥឡូវនេះរាល់ថ្ងៃមានសិស្សជាច្រើនមកអានសៀវភៅនៅទីនេះវាធ្លាប់បាត់បង់ម្ដងរួចទៅហើយយើងត្រូវតែការពារវាដែលគ្មាននរណាម្នាក់អាចយកវាចេញពីយើងបានទេបណ្ណាល័យជាកន្លែងដ៏អស្ចារ្យបំផុត